នេះ iPad ដែលចេញក្រោយគេប្រអស់បងប្អូនអរគ្នាគឺ iPad M5 កម្លាំងម៉ាស៊ីនវាគឺឈ្នះអស់មានសត្រូវហ្មងអត់មាន iPad ណាដែលខ្លាំងជាងនេះទេបាទគឺ chip M5 ឬអានេះគឺសេរីចុងក្រោយហ្មងចំពោះ condition នៃ iPad នេះខ្ញុំអាចនិយាយបានថា stir វាត្រឹម 97% ដែល stir ហ្នឹងគឺ stir នៅលើភិនភាគខាងក្រៅទេវាកពិតgame តិចណាសម្រាប់បងប្អូនអរគ្នាដែលចង់បាន iPad ដែលខ្លាំងហើយកម្លាំងម៉ាស៊ីនវាខ្លាំងហើយប្រើបានយូរឆ្នាំ stir ភិនភាគតិចតួចហើយតម្លៃសមរម្យខ្លាំងមែនតើអាចពិចារណាដើមនេះបានខ្ញុំបញ្ជាក់ iPad M5 គឺទៅតែចេញទេបងប្អូនអរគ្នាអាចទៅ search Google បានទៅតែ release បានមិនតិចទេហើយតម្លៃធានាថាសមរម្យសម្រាប់បងប្អូនអរគ្នាហ្មងអានេះគឺប្រភេទពួក 256G Wi-Fi only condition គឺ stir ល្បាក់ 97% ដោយសារតែខ្ញុំថតទូរស័ព្ទហើយវាពិបាក focus ហើយអញ្ចឹងពិបាកបង្ហាញបងប្អូនបន្តិចនេះឃើញទេវាក៏ពិត game តិចបែបហ្នឹងណា 97% ប៉ុន្តែអត់មានធ្លាប់គាស់ឬក៏ធ្លាប់ជួសជុលផ្នែកណាមួយទេអវ៉ាន់ធានាថាសំណុំសេនមកហើយសាច់អេក្រង់គឺស្អាតឆ្វង់អត់មានកន្លែងត្រូវឈឺក្បាលទេបាទអានេះគឺប្រឡាក់ស្នាមរៀមដៃខ្ញុំណាហើយចំពោះ iPad ធានាឲ្យថាយកទៅលេង game ឬក៏អូសកម្មវិធីណាក៏ស្រួលដែរដោយសារវាប្រើ chip M5 អញ្ចឹងកម្មវិធីអីឬក៏ app អីក៏ support ដែរសម្រាប់បងប្អូនគ្នាដែលចង់បានម៉ាស៊ីននេះទៅប្រើគឺត្រូវហ្មងធានាសាកថ្មតិចមែនតើហើយសំខាន់សុខភាពថ្ម100មានតម្រូវការតាក់ទងមកមានតែមួយគ្រាប់គត់ពណ៌ប្រាក់បាទអរគុណ